អ្វីទៅគឺជា online scam តើ online scam មានអ្វីខ្លះបាទជំរាបសួរពុកម៉ែបងប្អូនអរគ្នាក្នុងឱកាសនេះខ្ញុំលើកប្រធានបទពាក់ព័ន្ធជាមួយនឹង online scam ដោយសារនៅក្នុងប្រទេសកម្ពុជាយើងមិនថានៅក្នុងប្រទេសយើងទេទូទាំងពិភពលោកតែងតែមានជនឆបោកតាម online scam អញ្ចឹងបានជាខ្ញុំលើកប្រធានបទនេះឡើងដើម្បីចែករំលែកទៅដល់មហាជនទាំងអស់ដែលគាត់តែងតែចង់ដឹងថាអ្វីទៅគឺជា online scam តើ online scam មានអ្វីខ្លះអញ្ចឹងនៅក្នុងឱកាសនេះខ្ញុំនឹងលើកបរិយាយអំពីដែល online scam ពេញនិយមនៅក្នុងស្រុកខ្មែរមានអីខ្លះហើយប្រភេទម៉េចគឺជា online scam ប្រហែលជាពុកម៉ែបងប្អូនកន្លងមកតែងតែលើហើយមួយរយៈនេះធំនេះគោដឹងស្រាប់ហើយប្រទេសយើងគោរងនៃការចោទប្រកាន់ពីបរទេសពាក់ព័ន្ធជាមួយថាប្រទេសដែលមាន online scam ដូចគ្នាដែរដោយសារមានការបកកលុយអីផ្សេងដែលយើងតាមដានក្នុងសង្គមសប្តាហ៍ថ្ងៃណាហើយឥឡូវទៀតសោតខ្ញុំនឹងលើកយកពីwebsite ដែលនិយាយអំពី detail ពាក់ព័ន្ធលម្អិតពាក់ព័ន្ធជាមួយនឹង online scam នោះគឺជាអ្វីគេណាអ្វីទៅគឺជា online scam គឺជាការក្លែងបន្លំតាមសេវាអ៊ីនធឺណិតដែលប្រើប្រាស់ល្បិចឆបោកចង់បន្លំលួចយកប្រាក់លួចយកព័ត៌មានផ្ទាល់ខ្លួនឬធនធានសំខាន់ផ្សេងៗរបស់យើងទាំងឡាយ online scam មានច្រើនប្រភេទគួរឲ្យកត់សម្គាល់ដូចជាណាពុកម៉ែបងប្អូនទី1អីគេការបន្លំសារបោកប្រាស់ណាដែលជាភាសាអង់គ្លេសហៅថា phishing ណាពាក់ព័ន្ធជាមួយនឹងការបោកប្រាស់តាម phishing នេះប្រហែលជាបងប្អូនជាអ្នកបម្រើការងារឲ្យស្ថាប័នមួយតែងតែជួបហើយប្រភេទ phishing email ដែលផ្ញើតាមរយៈក្លែងបន្លំព័ត៌មានធ្វើដូចជាព័ត៌មានពិតប្រាកដឬក៏ព័ត៌មានដែលផ្ញើមក personal របស់យើងថាជាឈ្មោះ mail អញ្ចឹងគេ expect ព័ត៌មានមានន័យថា email ទាំងអស់ឈ្មោះអីក៏បោះ mail ដែរប៉ុន្តែជាការផ្សាយបន្លំព័ត៌មាននោះផ្ញើមកយើងជាអត្ថប្រយោជន៍អីផ្សេងជាការប្រម៉ូទអីផ្សេងដើម្បីទាក់ទាញឲ្យយើងចុចដំណ link ឬក៏ click អ្វីមួយនៅក្នុង QR code ណាមួយដែលឲ្យយើងចង់បានព័ត៌មានការខ្យងទេគេនោះនឹងធ្លាក់ចូលនឹងការឆបោករបស់គេហើយអញ្ចឹងតកតងជាមួយphishing email ហ្នឹងពេលគេផ្ញើព័ត៌មានមកឲ្យយើងគេទូទៅគេមានដំណ link ណាមានដំណ link ឬក៏ QR code ឬក៏ជាឲ្យគេទៅសេរ៉ាយរ៉ាប់មកថាឯងទៅ increase salary ឡើងប្រាក់ខែ promote តំណែងឡើងតំណែងស្អីអត្ថប្រយោជន៍ផ្សេងអំពីព័ត៌មាននោះដើម្បីឲ្យយើងចុចដើម្បីឲ្យយើង click ទៅលើដំណ link នោះនឹងចូលក្នុងអន្ទាក់របស់គេយើងពេលចុចទៅគេនឹងឲ្យយើងវាយលេខសម្ងាត់របស់ព័ត៌មានផ្ទាល់ខ្លួនរបស់យើងនៅកន្លែង office ណាអញ្ចឹងពេលនោះហើយគឺឱកាសរបស់គេចូលវាយ attack ចូលហើយបាទហើយទី2អីគេវិធីសាស្ត្រទី2គឺជា fake online store ណា fake online store នោះក៏កំពុងតែល្បីដែរនៅស្រុកខ្មែរមានហាងលក់ទំនិញអនឡាញប៉ុន្តែខ្លែងបន្លំទេតាមរយៈនេះក្រុមឆបោកបានបង្កើតគេហទំព័រគេហៅថា page ហ្នឹង page តាម Facebook អីហ្នឹងជាដើមដែលធ្វើឲ្យគេមើលទៅដូចជាហាងលក់ទំនិញពិតប៉ុន្តែគឺជាវិធីសាស្ត្របន្លំយកលុយរបស់យើងដោយមិនផ្ដល់ទំនិញឬសេវាកម្មយើងឡើយណាច្រើនណាស់សប្តាហ៍ថ្ងៃបាទដោយសារសូម្បីតែបងប្អូនខ្ញុំបាទគួរចាញ់បោកការ scam បែបហ្នឹងដែរបាទការ scam បែបហ្នឹងដែរគាត់បង្កើតជា page មួយហើយមានអីវ៉ាន់ជាច្រើនគឺជាអីវ៉ាន់ដែលគាត់យករូបភាពពីគេបាត់ទេបងប្អូនថានៅរូបភាពនៅក្នុងប្រភេទដែលគេលក់អីវ៉ាន់ដូចជាប្រភេទអីវ៉ាន់ថៅប៉ាវអីវ៉ាន់ផ្សេងដែលនៅក្នុង app របស់គេគាត់យកមកដើម្បីដាក់តម្លៃទាបបាទឧទាហរណ៍ថាលក់កាមេរ៉ាបាទលក់កាមេរ៉ាបើមកថាកាមេរ៉ាមួយកាមេរ៉ាប៉ុណ្ណឹងមិនដឹងថាប្រហែលណាប៉ុន្តែកាមេរ៉ាមួយឧទាហរណ៍តម្លៃហ្នឹង$1000អញ្ចឹងគាត់លក់នៅក្នុង store របស់គាត់នៅក្នុង page របស់គាត់ដែលគាត់ហ្នឹងដាក់តម្លៃ discount តែ$500ទេ
យើងទាំងខ្ញុំទាំងគេឧបមាថាមានតម្រូវការចង់បានអីគឺចង់បានកាមេរ៉ាហ្នឹងអញ្ចឹងយើងឃើញតម្លៃទាបតែយើងចង់បានទេទាំងខ្ញុំទាំងគេតែងតែចង់បានហើយអាភាពចង់បានអាភាពលោភលន់នឹងឯងបណ្ដាធ្វើឲ្យចូលក្នុងអន្ទាក់របស់គេណាចូលអន្ទាក់មិនឧទាហរណ៍ថាយើងអស់ទៅពីច្រើនពួកហ្នឹងគឺជាប្រភេទប៊ូតយកតែមកចំណាយលុយប៊ូតសាហាវប៊ូតអញ្ចឹងតែយើងចាប់អារម្មណ៍ស៊ើចទៅលើអីaudition របស់ Facebook ស្អីហ្នឹងវាតែងតែទាញយើងណាឲ្យយើងចង់បានឃើញប្រភេទប្រដាប់ទាំងអស់អញ្ចឹងឱកាសហ្នឹងហើយដែលយើងតែងតែធ្លាក់អន្ទាក់ចូលទៅតាមប្រភេទទី2ហ្នឹងគឺជា Fake Online Store ណាពេលយើងឃើញដូចខ្ញុំនិយាយពីកាមេរ៉ាមិនអញ្ចឹងបើកាមេរ៉ាហ្នឹងតែយើងចង់បានតម្លៃទាប1000ធ្លាក់នៅសល់500មិនចង់បានណាខ្ញុំទាំងគេចង់បានហើយបងប្អូនខុសគ្នាពាក់កណ្ដាលនឹងហើយដែលយើងចង់បាននេះលោភលន់នេះមិនឆាយព័ត៌មានឲ្យច្បាស់លាស់នេះបានធ្លាក់ទៅក្នុងនៃការឆោបបោករបស់គេណាឆោបបោកហ្នឹងតើកាលណាបើយើងបាញ់លុយទៅគេគេបាញ់ QR code មកអញ្ចឹងយើងវឹបតិចឆែកទី1ទៀតគឺត្រូវជាមួយនឹងអារម្មណ៍យើងពណ៌ចង់បានផងលួយយើងប៉ុណ្ណឹងវាគ្រប់ផងមិនតបានឆែកមួយមិត្តភ័ក្តិអ្នកស្គាល់អីថានឹងមិនតបានទៅ scan ទៅយករូបភាពទីមានទៀតចាំវីដេអូក្រោយខ្ញុំប្រាប់អំពីការឆក់បោកហើយការពារឧបមាថាមានរូបថតតើគេយកទៅធ្វើបែបម៉េចដឹងថាគេយករូបថតហ្នឹងយកមកលក់ឲ្យយើងប្រភពណាទៀតណាចាំបន្តិចទៀតខ្ញុំប្រាប់វីដេអូក្រោយណាអញ្ចឹងពេលហ្នឹងយើងផេលុយឲ្យគេពឹបលុយចូលកងធនាគារបាត់គេប្លុក page ប្លុក Facebook យើងចោលបាត់យើងទៅរកណាមិនទឹកត្រេកស្ដីបន្ទោសពីគ្រួសារផងបើមានបងប្អូននេះទៀតអូសែតណាបងប្អូនអញ្ចឹងឥឡូវចំណុចទី2តកតងមួយfake online store ហ្នឹងឥឡូវយើងចូលចំណុចទី3ចំណុចទី3ការបន្លំវិនិយោគឬ investment scam តាមរយៈអំពើឆបោកនេះក្រុមរកស៊ីទុច្ចរិតបានផ្សព្វផ្សាយអំពីឱកាសវិនិយោគคล้ายៗដូចជាផែនការ crypto currency cryptocurrency នឹងខ្ញុំជួបច្រើនណាឬការវិនិយោគផ្សេងដែលសន្យាផ្ដល់ប្រាក់ចំណេញផ្ដល់ដោយគ្មានហានិភ័យខ្ញុំទៀតសោតក៏ជាជនរងគ្រោះដែរបាទប្រហែលជា2ឆ្នាំមុន Telegram ខ្ញុំមាន Telegram channel ផងដែលjoinជាមួយនឹងក្រុមគេច្រើនណាហើយមានការប្រម៉ូទពីពួក scam នឹងច្រើនមែនតើឆាតរបស់យើងផ្ទាល់ពីច្រើនជាបតទេសខ្ញុំជជែកវិសាកាលហ្នឹងយើងអត់សូវមានទុនធានដែរទោះឥឡូវក៏អត់មានដែរប៉ុន្តែគាត់តែតិចនិចគេណាតិចនិចគេឲ្យយើងវិនិយោគហ្នឹងបានដូចថា100បានប្រហែលមកវិញបានឧទាហរណ៍ថាក្នុងខែក្រោយបាន$200មកវិញអញ្ចឹងណាទទួលបានអត្ថប្រយោជន៍ពីហ្នឹងយើងមិនចង់វិនិយោគមិន